បងប្អូនមានឆ្ងល់អត់ហេតុអីបានម៉ូតូអាសង់នឹងវាពេញនិយមនៅស្រុកខ្មែរយើងខ្លាំងម្ល៉េះដោយសារតែការពេញនិយមនៅស្រុកខ្មែរយើងនឹងឯងជាទូទៅអាសង់វាចេញមួយឆ្នាំម្ដងរៀងរាល់ឆ្នាំបើសិនជា Honda Wave ជួនកាល2ឆ្នាំ3ឆ្នាំចេញម្ដងអញ្ចឹងអាសង់គឺពេញនិយមខ្លាំងតែម្ដងចង់និយាយថាប្រជាជនទូទៅយើងប្រើប្រាស់ម៉ូតូផ្សេងខ្លះដែរក៏ប៉ុន្តែបើយើងនិយាយជាភាគរយគឺម៉ូតូអាសង់គឺពេញនិយមខ្លាំងអញ្ចឹងបងប្អូនយើងត្រូវដឹងថាតើប្រហែលទសវត្សរ៍មកនេះម៉ូតូអាសង់ក៏នៅតែពេញនិយមខ្លាំងដែរប៉ុន្តែម៉ូតូបេនវាពេញនិយមខ្លាំងដល់ពេលមួយរយៈក្រោយមកចេញអាសង់ប៊ិចមកវាបន្ថយការពេញនិយមបន្តិចទៅអញ្ចឹងបងប្អូនយើងមកដឹងមូលហេតុថាហេតុអីបានម៉ូតូអាសង់វាពេញនិយមខ្លាំងម្ល៉េះនៅប្រទេសកម្ពុជាអញ្ចឹងមូលហេតុទី1គឺពាក់ព័ន្ធជាមួយនឹងម៉ាស៊ីនហើយនឹងការប្រើប្រាស់យូរវែងបងប្អូនម៉ាស៊ីនប្រើបានយូរវាអត់ងាយខូចទេហើយម៉ូតូអាសង់នឹងយើងប្រើនៅផ្លូវណាក៏បានដែរអត់ចំពោះផ្លូវស្រុកស្រែផ្លូវជនបទផ្លូវគោកផ្លូវឡើងភ្នំផ្លូវអីទេគឺគ្រប់ស្ថានភាពផ្លូវទាំងអស់ចំពោះម៉ូតូអាសង់អញ្ចឹងចំណុចទី2អាសង់វាស៊ីសាំងតិចបើយើងនិយាយថាអូតូស៊ីសាំងតិចជាងអាសង់ប៉ុន្តែយើងមិននិយាយអញ្ចឹងទេដោយសារអាសង់ស៊ីសាំងតិចហ្នឹងយើងប្រៀបធៀបជាមួយនឹងម៉ូតូម៉ាកផ្សេងដូចពួក Suzuki Viva Smash ជាដើមហ្នឹងម៉ូតូប្រើចង្កឹះលេខដូចគ្នាអាសង់គឺវាស៊ីសាំងតិចជាងហើយស៊ីសាំងតិចបើសិនជាយើងធ្វើដំណើរតាមផ្លូវលាតធម្មតាទៀតវារឹតតែបានប្រហែលជាខ្ទង់60 70គីឡូបើយើងជិះលបឿនថេលបឿន60 50អញ្ចឹងតាមផ្លូវលាតដូចថ្នល់ជាតិអញ្ចឹងវាស៊ីតិចទេបើយើងជិះក្នុងក្រុងឬក៏អូសលមាក់ឡើងចំការឬក៏ឡើងភ្នំអីវាស៊ីច្រើនតាមនឹងអញ្ចឹងទៅអញ្ចឹងចំណុចមួយទៀតគឺអាសង្ឃជាទូទៅយើងអត់ប្របាក់សូវថែទាំទេបងប្អូនទោះជាវាខូចខាតអីក៏យើងធ្វើអស់តិចដែរមិនសូវយ៉ាប់ថែទាំដោយម៉ូតូម៉ាកផ្សេងទេហើយបើខូចខាតអីយើងធ្វើអស់តិចទេអត់ចំណាយច្រើនទេទៅលើការថែទាំនិងទៅលើការជួសជុលហើយជាទូទៅម៉ូតូអាសង្ឃហ្នឹងវាអត់រើសវ័យទេបងប្អូនក្មេងក៏ជិះបានចាស់ក៏ជិះបានអ្នកណាក៏ជិះបានដែរវាអត់រើសថាក្មេងចាស់អីចឹងទេអញ្ចឹងមានថាម៉ូតូអាសង្ឃវាសមចំពោះគ្រប់វ័យទាំងអស់បងប្អូនយើងបុគ្គលិកក៏ជិះបានអ្នកធ្វើការធំក៏ជិះបានមេផ្ទះក៏ជិះបានហើយកសិករក៏ជិះបានអញ្ចឹងជិះបានគ្រប់វ័យអត់ប្រកាន់វ័យណាមួយទេចំពោះម៉ូតូអាសង្ឃចំណុចទី6ហ្នឹងគឺពាក់ព័ន្ធជាមួយស្ថានភាពផ្លូវណាក៏អាសង្ឃទៅបានដែរមិនថាទីក្រុងមិនថាជនបទមិនថាផ្លូវពិបាកមិនថាផ្លូវស្រែមិនថាផ្លូវចំការគឺអាសង្ឃវានៅតែពេញនិយមទាំងអស់គ្រប់ស្ថានភាពផ្លូវទាំងអស់ទាំងផ្លូវពិបាកទាំងផ្លូវស្រួលគឺអាសង្ឃប្រើបានទាំងអស់បងប្អូនចំណុចមួយទៀតគឺអាសង្ឃវាអត់សូវពេញនិយមមែនចំពោះរូបរាងរបស់វាអត់សូវលោឆាយទេដោយសារអាសង្ឃចេញពីម៉ាស៊េរីទៅម៉ាស៊េរីហ្នឹងវាអត់សូវដូររូបរាងច្រើនដូចម៉ូតូម៉ាកផ្សេងទេបើម៉ូតូពួកคลิกពួកស្គូពីវាដូររាងអីប៉ុន្តែម៉ូតូពួកអាសង្ឃហ្នឹងអត់សូវដូររូបដូររាងប្រហែលទេរាងវាផែលប្រហែលគ្នាតាំងពីស៊េរីចាស់មកដល់ឥឡូវគឺរាងអត់សូវដូរទេអញ្ចឹងចំណុចទី8ជាទូទៅអាសង្ឃហ្នឹងវាងាយទៅក្នុងភាពធន់ដែលប្រជាជនខ្មែរជាទូទៅហ្នឹងគឺជឿជាក់ខ្លាំងចំពោះភាពធន់ការប្រើប្រាស់បានយូរវាអត់ងាយខូចហើយវាងាយក្នុងការថែទាំអញ្ចឹងស្រួលថែទាំបងប្អូនអាសង្ឃវាអត់សូវពិបាកទេអត់សូវពិបាករឿងការថែទាំទេអញ្ចឹងជាទូទៅអាសង្ឃហ្នឹងវាទូលំទូលាយខ្លាំងតតែមែនទែនយើងប្រើប្រាស់ក្នុងការប្រកបអាជីវកម្មក៏បានក្នុងការរស់ស៊ីក៏បានក្នុងការដឹកក៏បានក្នុងការជិះទៅសាលាក៏បានជិះទៅធ្វើការក៏បានអញ្ចឹងចូលក្នុងគ្រប់ស្ថានភាពទាំងអស់បើសិនជាយើងធៀបទៅនឹងម៉ូតូផ្សេងអញ្ចឹងអាសង្ឃគេអត់សូវរើសម៉ានទេចង់និយាយថាគេមិនសូវរើសអើងម៉ានទេអ្នកមានអ្នកក្រក៏ជិះទាំងអស់គ្នាអាសង្ឃបើម៉ូតូផ្សេងជួនកាលអ្នកខ្លះគេមានជិះអ្នកខ្លះក្រគេអត់ជិះទេប៉ុន្តែអាសង្ឃហ្នឹងវាស្ថិតគ្រប់ក្នុងសត្វវណ្ណៈក្នុងបុគ្គលអ្នកមានអ្នកក្រគឺប្រើអាសង្ឃទាំងអស់បងប្អូនមួយទៀតចំណុចចុងក្រោយគេគឺចំណុចទី10តកតងនឹងគេឈ្មោះជាទូទៅម៉ូតូ Honda ម៉ាកអាសង្ឃនឹងវាគេឈ្មោះនឹងវាយូរណាស់មកហើយមនុស្សយើងឮតែ brand ពួកអាសង្ឃឮតែ brand Honda ហ្នឹងគឺទុកចិត្ត 100% បដ ដោយសារអីដោយសារការប្រើប្រាស់អាសង្ឃបេនសំអីវាធន់វាមិនងាយខូចអញ្ចឹងប្រជាជនគាត់ថាបើចង់ប្រើបានយូរគឺប្រើអាសង្ឃបើចង់ចំណាយលុយតិចគឺប្រើអាសង្ឃដូចគ្នាដែរអញ្ចឹងបងប្អូនជាទូទៅបើសិនយើងឥឡូវខ្ញុំនិយាយពីគុណវិបត្តិម្ដងអញ្ចឹង10ចំណុចហ្នឹងនិយាយពីគុណសម្បត្តិហើយឥឡូវខ្ញុំនិយាយពីគុណវិបត្តិរបស់អាសង្ឃបន្តិច
ជាទូទៅតម្លៃអាសង្ឃនឹងវារៀងខ្ពស់ជាងតម្លៃម៉ូតូផ្សេងទីយ៉ាងតិចតម្លៃម៉ូតូផ្សេងបើយើងធៀបជាមួយនឹងអាសង្ឃតម្លៃរៀងធូរថ្លៃជាងអញ្ចឹងហេតុអីបានតម្លៃវាធូរថ្លៃជាងដោយសារអាសង្ឃម៉ូតូវាពេញនិយមអញ្ចឹងបងប្អូនតើកាលណាម៉ូតូវាពេញនិយមហើយតម្លៃវាថ្លៃជាងគេហើយការពេញនិយមកាន់តែនិយមគឺតម្លៃកាន់តែថ្លៃហើយរូបរាងហ្នឹងវាអត់ទំនើបដូចម៉ូតូផ្សេងទេបើម៉ូតូផ្សេងរូបរាងគេទំនើបរូបរាងគ្នាលយឆាយជិះទៅលយយុវវ័យយុអីនេះចូលចិត្តរូបរាងលយឆាយគឺអាសមអត់សូវត្រូវទេហើយអាសង្ឃហ្នឹងបើយើងគិតពីកន្លែងដាក់អីវ៉ាន់កន្លែងដាក់អីវាអត់មានក្រោមកែបក្រោមអីដាក់បានច្រើនដូចម៉ូតូផ្សេងទេបើម៉ូតូคลิกក្រោមកែបហ្នឹងគេដាក់បានអីវ៉ាន់ច្រើនអញ្ចឹងទៅប៉ុន្តែអាសង្ឃយើងដាក់បានខាងមុខកត្រកវាសម្រាប់ដាក់អីវ៉ាន់អញ្ចឹងចំណុចគុណវិបត្តិនឹងឯងប៉ុន្តែចំណុចគុណវិបត្តិមួយទៀតគុណវិបត្តិក្រោមគេគឺចំណុចលេខ4ហ្នឹងគឺម៉ូតូអាសង្ឃវាអត់សូវទំនើបដោយប្រភេទម៉ូតូផ្សេងទេទាំងប្រព័ន្ធប្រាំងបើយើងម៉ូតូទំនើបផ្សេងវាប្រព័ន្ធប្រាំងពួក ABS ពួកអីចឹងទៅអញ្ចឹងម៉ូតូអាសង្ឃហ្នឹងវាអត់ប្រើប្រព័ន្ធប្រាំងពួក ABS ដោយម៉ូតូផ្សេងទំនើបអញ្ចឹងទេបងប្អូនអញ្ចឹងជាទូទៅម៉ូតូអាសង្ឃវាមិនត្រឹមតែពេញនិយមពីការផ្សព្វផ្សាយពីការធ្វើទីផ្សារប៉ុណ្ណឹងទេហើយការប្រើប្រាស់នឹងឯងជាទូទៅក៏យើងប្រើប្រាស់បានយូរអង្វែងដែរទោះជាតម្លៃវារៀងថ្លៃជាងគេបន្តិចមែនប៉ុន្តែការប្រើប្រាស់បានគ្រប់ស្ថានភាពផ្លូវគ្រប់កាលៈទេសៈគ្រប់មនុស្សអត់ប្រកាន់វ័យអត់ប្រកាន់អីទេហើយជាទូទៅម៉ូតូអាសង្ឃទោះជារៀងវាសាមញ្ញបន្តិចមែនក៏ប៉ុន្តែយើងទិញក្នុងតម្លៃដែលថ្លៃយើងចំណាយលុយក្នុងការជួសជុលអស់តិចដោយអត់ដូចម៉ូតូផ្សេងទេម៉ូតូពួកដូចពួកម៉ូតូទំនើបអីប្រព័ន្ធវាទំនើបចំណាយលុយច្រើនបើពួកអាសង្ឃចំណាយលុយតិចតួចទេអត់សូវច្រើនទេអញ្ចឹងបងប្អូនជាទូទៅអាសង្ឃវាពេញនិយមនៅស្រុកខ្មែរយើងនេះវាដោយសារភាពធន់របស់វាដោយសារម៉ាស៊ីនដោយសារស៊ីសាំងតិចហ្នឹងយើងមិនមែន compare យើងមិនមែនប្រៀបធៀបជាមួយនឹងម៉ូតូពួកអូតូទេធៀបទៅនឹងម៉ូតូចង្កឹះលេខដូចគ្នាដោយពពួក Smart ដោយពពួក Viva ពពួកអីចឹងទៅអាសង្ឃវាស៊ីសាំងតិចជាងគេហើយការជឿជាក់របស់អាសង្ឃហ្នឹងជាទូទៅយើងប្រើរាប់សតវត្សមកហើយតាំងពីឆ្នាំ98 99រហូតដល់2005 2006ក៏អាសង្ឃវានៅតែពេញនិយមដែរអញ្ចឹងអាសង្ឃក៏នៅតែជាជម្រើសមួយដ៏ល្អនៅក្នុងស្រទាប់យុវវ័យវាគ្រាន់តែថាអាសង្ឃស៊េរីឆ្នាំ2022ចុះក្រោមប្រជាជននិយមខ្លាំងដោយសារការប្រើប្រាស់បេនប្រជាជនទម្លាប់ជាមួយនឹងការប្រើប្រាស់បេនដល់ពេលអាសង្ឃ2023 24 25 26ការប្រើប្រាស់ប៊ិចអញ្ចឹងប្រជាជនមួយចំនួនគឺអត់ទាន់សមជាមួយនឹងការប្រើប្រាស់ប៊ិចទេដែលគាត់គិតថាវាអត់ធន់ដោយប្រើប្រាស់បេនក៏ប៉ុន្តែអាសង្ឃវានៅតែពេញនិយមបើយើងធៀបទៅនឹងម៉ូតូផ្សេងអាសង្ឃវានៅតែភាគរយប្រើច្រើនជាងគេអញ្ចឹងនេះគឺជាការចែកចម្លែកថាហេតុអ្វីបានម៉ូតូ Honda Dream ហ្នឹងវាពេញនិយមជាងគេនៅស្រុកខ្មែរយើងអញ្ចឹងបើបងប្អូនចូលចិត្តវីដេអូហ្នឹងបងប្អូនអាច like share និង subscribe ហើយនឹងដឹងព័ត៌មានថ្មីថែមទៀតបាទអរគុណច្រើន